គ្រាន់តែមើលមាត់អ្នកញ៉ាំហ្នឹងក៏ដឹងថាទំនងប៉ុណ្ណាហើយបងប្អូនហើយគ្មានកម្រងទេថ្ងៃហ្នឹងហ៎ទេសួរម្ចាស់ចំការគេថាពេញហើយបើចង់ចូលតតែខែ4ហើយនាងខ្ញុំរងចាំអត់បានទេថ្ងៃហ្នឹងគិតថាចង់ទៅដើរលេងក៏ប៉ុន្តែជិះកាត់តាមចំការស្ទ្រូប៊េរីគេហ្នឹងទៅក៏ឈានចូលថាបំរុងទៅនឹងទិញគេដាក់លក់ប្រអប់ប៉ុន្តែឆ្លៀតឱកាសហ្នឹងគឺថាចូលសួរគេតែម្ដងមុននឹងសួររោទិញអាប្រអប់ហ្នឹងយើងសួរគេសិនថាប៉ះសិនបើយើងអត់បានកក់តែយើងអាចចូលញ៉ាំបានអត់ចម្លើយយ៉ាងខ្លីដែលនាងខ្ញុំទទួលបានគឺថាអូខេហើយសួរថាប្រហែលអ្នកមុនដំបូងប្រាប់គេថា6អ្នកទេក៏ប៉ុន្តែមានក្មេងភ្លេចរាប់ថែមើលប្រវត្តិមួយទៀត7នាក់ដល់ពេលទៅសួរប្តីថាអត់អីទេចូលទៅប៉ុន្តែមើលឃើញប្តីហ្នឹងគួរឲ្យអាណិតនៅខាងក្រៅម្នាក់ឯងក៏សួរគេថាសុំបញ្ចូលម្នាក់ទៀតបានអត់ហើយម្ចាស់ចំការគេហ្នឹងក៏ចិត្តល្អទៀតថាអត់អីទេបានប៉ុន្តែលើក្រោយឲ្យយើងធ្វើការកក់មុនបងប្អូនចានេះខ្ញុំដឹងដែរថារដូវហ្នឹងគឺរដូវស្ទ្រូប៊េរីអញ្ចឹងណាចាបើយើងអត់ធ្វើការកក់ទេយើងអត់បានចូលញ៉ាំទេហើយថ្ងៃហ្នឹងក៏អរគុណម្ចាស់ចំការដែរដែលបានឲ្យចូលទៅញ៉ាំចាគឺថារយៈពេលញ៉ាំគឺ40នាទីសម្រាប់មនុស្សធំវិញគឺ2200យេនណាចាឯចំណែកកូនក្មេងដែលត្រឹមបឋមអីហ្នឹងបងប្អូនចាគឺ1600យេនចំណែកឯក្មេងចាប់ពី3ឆ្នាំរហូតដល់បឋមហ្នឹងគឺតែ1000យេនទេបងប្អូនចានិយាយទៅនាងខ្ញុំគឺចូលទាំងអស់គ្នាតែម្ដងបើសរុបទាំងអស់ហ្នឹងចំនួន9នាក់ទាំងកូនបើតែកូនបើហ្នឹងញ៉ាំអត់បានទេចាគឺថាប៉ាប៉ាគឺរ៉ាប់រងហើយព្រោះថាម៉ាក់ឃ្លានណាបងប្អូនចាគ្រាន់តែឃើញស្ទ្រូប៊េរីគឺដឹងថាទំនងប៉ុណ្ណាបងប្អូននាងខ្ញុំវយសំឡេងបដាមើលវីដេអូនឹងបដាគឺថាឃ្លានទៀតហើយយើងចូលមកដើមរដូវមុនគេអញ្ចឹងគឺថាផ្លែធំល្អណាស់បងប្អូនហើយនិយាយពីថាចូលទៅគឺឡើងឈ្ងុយពេញចំការតែម្ដងហើយចំពោះប្រភេទផងវាគឺមាន2 3ប្រភេទបងប្អូនចានិយាយទៅស្រេចតែយើងចូលចិត្តប្រភេទណារសជាតិណាអីចឹងណាបងប្អូនចាហើយនេះគឺថាពួកគាត់ហ្នឹងបានញ៉ាំឆ្អែតហើយនាំគ្នាអង្គុយហើយនាងខ្ញុំក៏ឆ្អែតដែរបងប្អូនហើយប៉ុន្តែដើរមើលអញ្ចឹងណាចាហើយពូជនេះគឺជាពូជចុងក្រោយគេហើយរសជាតិវាផ្អែមហើយស្រួយតែម្ដងណាបងប្អូនចាហើយនាងខ្ញុំពេលហ្នឹងគឺថាឆ្អែតមែនទេណាបងប្អូនចាគឺថាដោះអាវចេញមកជន់សិនអត់កើតទេព្រោះថាឆ្អែតខ្លាំងណាបន្ទាប់ពីនាងខ្ញុំបានញ៉ាំឆ្អែតរួចរាល់ហើយបានធ្វើការថតរូបបន្តិចបន្តួចអីចឹងទៅយើងត្រឡប់មកវិញហើយត្រឡប់ទៅហ្នឹងក៏មិនទាន់ទៅដល់ផ្ទះដែរបងប្អូនចាគឺចូលញ៉ាំអីសិននិយាយទៅថ្ងៃអាទិត្យហ្នឹងគឺថាដើរញ៉ាំតែម្ដងបងប្អូនចាយើងជិះឡានទៅរៀងអាឡែអញ្ចឹងហើយស្រកពោះហើយត្រូវការថែមទៀតហាងដែលពួកយើងទៅហ្នឹងគឺជាហាងវៀតណាមបងប្អូនចាគឺគេមានលក់ម្ហូបអាហារស្តៀងជាមួយនឹងម្ហូបអាស៊ីយើងអញ្ចឹងណាហើយដោយសារតែផ្លូវហ្នឹងគឺទៅជាមួយគ្នាផងអញ្ចឹងហើយឆ្លៀតឱកាសហ្នឹងយើងចូលញ៉ាំឲ្យហើយតែម្ដងទៅនាងខ្ញុំបានកំងស្អីគេនំបញ្ចុកទឹកកាពិហ្នឹងណាបងប្អូនចានិយាយទៅម្ហូបគេទំនងឆ្ងាញ់ណាបងប្អូនចាហើយតម្លៃវិញក៏គួរសមដែរបន្ទាប់ពីយើងបានញ៉ាំរួចរាល់ហើយគឺយើងធ្វើការដើរមើលកំសាន្តចាតំណែងដែលគេតាំងលក់អីចឹងណាបងប្អូនចាហើយណាមួយឆ្អែតពេកចឹងហើយយើងដើរឲ្យស្រកពោះផងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយបងប្អូនចាឈានដល់ទីបញ្ចប់ហើយអរគុណបងប្អូនសម្រាប់ចូលរួមទស្សនាវីដេអូនាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ